ពិភពលោកនេះពិតជាឈ្ងុយមែនតើតួអង្គរបស់យើងមានឈ្មោះថាលីនវាបាននិយាយថាតួបានវាចាប់ចិត្តមកខ្លាចជាប្រុសស្អាតតួសក់ញ៉ាំតិចក៏មិនបញ្ហាដែរប្រូលីនបាននិយាយថាវាគឺជាមនុស្សដែលសាមញ្ញធម្មតាជាមនុស្សម្នាក់ដែលអន់គ្មានទេពកោសល្យដែលគេបានសម្លាប់វាចោលនៅកណ្ដាលផ្លូវខ្ញុំមិននឹកស្មានថាការឆ្លងភពរបស់ខ្ញុំគឺពិតជាកខ្វក់យ៉ាងនេះខ្ញុំក៏បានដឹងដែរថាមនុស្សដែលបានសម្លាប់ខ្ញុំគឺជាពីណាគេតើបរិមម្នាក់នេះតើលេងមកពីកន្លែងណាបន្ទាប់មកអាប៉ែនេះក៏បាននិយាយថាមករកពូមកចាំពូនឹងថែរក្សាប្អូនបន្ទាប់មកទៀតនឹងអាលេងនេះបានភ្ញាក់ផ្អើលបន្ទាប់មកអាប៉ែហ្នឹងក៏បានលោតហក់មករកកំចាប់អាប៉ែហ្នឹងចេញអាពូនេះបាននិយាយថានេះមិនអាចទៅឆ្ងាយបានទេនេះនឹងអាចស្លាប់បានបន្ទាប់មកអាលេងថាកុំចូលមកទីនេះបន្ទាប់មកអាពូហ្នឹងបាននិយាយថាឆាប់ចូលមកពូមើលអាលេនបាននិយាយថាជួយខ្ញុំផងបន្ទាប់មកក៏មាននារីស្អាតមួយបានស្ទុះមកជួយវាតួឯកស្រីយើងបាននិយាយថានេះគឺជាបងប្រុសតូចមួយតើបន្ទាប់មកអាលេនបាននិយាយថាអរគុណសម្រាប់ការជួយខ្ញុំបន្ទាប់មកស្រីស្អាតយើងបាននិយាយតាអាលេនថាតើចែស្អាតទេអាលេនបានគិតក្នុងចិត្តថាតើនារីដែលនៅក្នុងពិភពលោកនេះពិតជាខ្លាំងក្លាដល់ថាហ្នឹងនាងមានរាងកាយដ៏អស្ចារ្យហើយពិតជាស្រស់ស្អាតមែនតើចែស្អាតយើងបាននិយាយថាតើខ្ញុំពិតជាស្រស់ស្អាតដែរឬអត់អាលេងនេះបានភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញមុខនារីដ៏ស្រស់ស្អាតនេះហើយបន្ទាប់មកបានគិតក្នុងចិត្តថាហេតុអ្វីទៅបានជាខ្លាចជាបិសាចម្ដងទៀតខ្ញុំគិតថានាងគឺជាវីរៈជនដ៏ស្រស់ស្អាតម្នាក់ដែលបានមកជួយសង្គ្រោះខ្ញុំហើយខ្ញុំស្ទើរតែធ្លាក់ក្នុងអន្ទង់ស្នេហ៍នាងហើយបន្ទាប់មកនារីនេះបាននិយាយថាបងអូនប្រុសតូចឆ្លើយមកខ្ញុំស្អាតអត់អាលេងនេះបានគិតក្នុងចិត្តថាវាពិតជាស្រាវមែនតើបន្ទាប់មកទៀតវាបានគិតថាវាមិនគួរគិតរឿងចឹងទេវាគួរតែគិតថាតើធ្វើយ៉ាងណាដើម្បីឲ្យរកបានទៅមុខទៀតវាបានគិតថាបើវានិយាយថាចៃនឹងស្អាតចៃនឹងទុកជីវិតឲ្យវាតើវានិយាយថាចៃនឹងមិនស្អាតទេចៃនឹងដឹងតែស៊ីវាមែនតើហើយចៃស្អាតយើងបាននិយាយថាបើអ្នកមិននិយាយទេអ្នកនឹងស្លាប់ហើយបន្ទាប់មកតួឯកយើងក៏បាននិយាយថាចោលឲ្យអញអាលីនបាននិយាយថាតើអ្នកនឹងសម្លាប់ខ្ញុំមែនទេបន្ទាប់ពីអ្នកបានជួយខ្ញុំមិញហ្នឹងបន្ទាប់មកលុចចេញប្រព័ន្ធមួយបាននិយាយថាបើវាចង់រស់ធ្វើតាមប្រព័ន្ធទៅកុំមើលអីផ្សេងតើនេះជាប្រព័ន្ធតាមរឿងព្រេងឬខ្ញុំបានលេងហ្គេមជាច្រើនឆ្នាំហើយខ្ញុំអាចជ្រើសរើសយកកម្រិត SS ដើម្បីរើប្រាក់ចំណេញបានតោះសាករបស់វាប្រព័ន្ធបានដាក់មុខងារជាច្រើនក្នុងនោះក៏មានមុខងារថាបើសិនជាអាលីនថើបម្នាក់ស្រីនឹងទៅម្នាក់ស្រីនឹងឈប់សម្លាប់វាហើយបន្ទាប់មកអាលីនក៏បានរើសយកអាសម្លៅទី3គឺមុខងារថើបបន្ទាប់មកវាក៏បានចាប់ស្មាចែរួចវាក៏បាននិយាយថាវានឹងផ្ដល់ស្នាមថើបដំបូងទៅលើចែស្អាតបន្ទាប់មកវាក៏បានចាប់ថើបចែនោះជប់ទៅណាបន្ទាប់មកទៀតណាចែនោះក៏បានមុខក្រហមចែនោះក៏បានងាកមុខចេញហើយក៏បានគិតក្នុងចិត្តថាតើអប៉ែហ្នឹងវាកំពុងធ្វើអីខ្ញុំមិនរំពឹងទេថានាងគួរឲ្យស្រឡាញ់ដល់ថ្នាក់ហ្នឹងប្រព័ន្ធបាននិយាយថានៅពេលដែលអ្នកត្រូវបានបង្ហាញក្តីស្រឡាញ់ទៅបិសាចអ្នកត្រូវតែប្រើប្រាស់ក្តីស្រឡាញ់របស់នាងដើម្បីបញ្ចុះបញ្ចូលនាងឲ្យចូលចិត្តអ្នកចែសាយើងក៏បានដើរចេញទៅអាលីនវាបាននិយាយថាតើចែឈ្មោះអ្វីទៅចែយើងក៏បាននិយាយថាខ្ញុំគឺឈ្មោះហុងយឺដល់ហ្នឹងឥឡូវតួឯងស្រីយើងគឺឈ្មោះហុងយឺអាលីនក៏បាននិយាយថាហុងអ៊ីវានិយាយខុសហើយគឺឈ្មោះហុងយឺវាហៅអុងអ៊ីបន្ទាប់មកចាយើងក៏បាននិយាយថាខ្ញុំមិនទៅហើយបន្ទាប់មកអាលីនយីវាបាននិយាយថាចុំត្រាបាត់បន្ទាប់មកប្រព័ន្ធបាននិយាយថាមិញហ្នឹងអាលីនយីបានធ្វើការងារដែលប្រព័ន្ធបានដាក់ឲ្យឥឡូវប្រព័ន្ធបានផ្ដល់ថាពលឲ្យអាលីននេះបាននិយាយថាវាលុកដោយស្គរបន្ទាប់មកមានស្គរលន់មិនឃ្លីពេញហ្នឹងផ្ទះម៉ែញ៉ៃពេញហ្នឹងផ្ដល់ថាពលឲ្យអាលីនហ្នឹងបន្ទាប់មកទៀតហ្នឹងក៏មានអ្នកមកថតនិយាយថាទូមេឃមិនក៏បានស្គរលន់បន្ទាប់មកមានជើងនារីម្នាក់បាននិយាយថានេះគឺជានរណាម្នាក់ទៅដែលបានដាស់តឿនថាមកពលឬកម្រិតនៃសមត្ថភាពដ៏អស្ចារ្យពិសេសតាមខ្ញុំមើលដឹងមានបរិសម្នាក់នៅទីក្រុងនេះដែលបានដាស់តឿនពិភពលោកឲ្យមានថាពលដ៏សាញ់ខ្លាំងបន្ទាប់មកចៃសាយើងក៏បាននិយាយថាចុងតើនេះជាអ្នកណាគេប្រហែលជាបរិសម្នាក់នោះឲ្យមើលទៅបន្ទាប់មកប្រព័ន្ធបាននិយាយថាអបអរសាទរលោកម្ចាស់ដែលបានដាស់កម្លាំងសមត្ថភាពអាលេងបាននិយាយថានេះគឺជាធម្មពលដ៏អស្ចារ្យរបស់ខ្ញុំមែនឬវាគឺជាធម្មពលដ៏បញ្ចូលទៅហើយរបស់ខ្ញុំគីស្តុងបាននិយាយថាភាពរឹងមាំរបស់ម៉ាស៊ីនខ្សោយគឺសមត្ថភាពកម្រិតរបស់លោកម្ចាស់គឺដែលអាចពង្រឹងភាពរឹងមាំរបស់លោកម្ចាស់ឲ្យបានប្រសើរឡើងអាចដោះស្រាយផ្នែកផ្សេងបន្តទៅមុខទៀតនេះគឺជាអំណាចឈីយោងការចងចាំរបស់ខ្ញុំរាងកាយនេះដែលកំណត់ថាមពលសារៈសំខាន់របស់ពិភពលោកបច្ចុប្បន្នគឺកម្រិតធម៌ពលហើយខ្ញុំក៏បានភ្នាក់ឡើងកម្រិតធម៌ពលផងដែរអាលីនក៏បានបើកទ្វារមកក៏បានជួបនឹងCORបាននិយាយថាតើបងប្រុសកើតអ្វីទៅបានជាថ្ងៃនេះមកយូរម្ល៉េះតោះមកអាលីនបាននិយាយថាអូខ្ញុំភ្លេចតើថាខ្ញុំមានប្រនាងតូចម្នាក់គឺឈ្មោះថាលីនហ្វី
ឥឡូវនេះបាននិយាយថាយកមិញហ្នឹងបងបានដើររកអាល់ដូបន្ទាប់ពីមេឃភ្លៀងបន្ទាប់មកវាក៏ខ្វះខាតកៅអៅពាក់ទៅណាបន្ទាប់មកលីនហ្វីបាននិយាយថាខ្ញុំចូលគេមុនហើយបងប្រុសបន្ទាប់មកចូលយន្តទៅបានមករកអាលីនបាននិយាយថាទៅបន្ទាប់មកអាលីនបានគិតក្នុងចិត្តថានាងគឺជាមិត្តភក្តិក្នុងវ័យកុមាររបស់ខ្ញុំហើយនាងក៏ធ្លាប់បានលេចមុខនៅក្នុងទស្សនាវដ្តីផងដែរចូលយន្តទៅបាននិយាយថាតើអ្នកកំពុងធ្វើអ្វីនៅទីនេះបន្ទាប់មកចូលយន្តទៅបាននិយាយថាតើអ្នកត្រឡប់វិញដោយរបៀបណាព្រឹកមិញអ្នកបានសារភាពស្នេហ៍ចំពោះខ្ញុំនៅក្នុងថ្នាក់រៀនជាមួយនឹងមីក្រូប្រកាសក្តែងនៅមុខគេមុខឯងបន្ទាប់មកលីនស៊ីបានមកបាំងមុខរបស់អាលីនហើយបាននិយាយថាបងស្រីជូថេបានមកធ្វើបាបប្រងបងប្រុសរបស់ខ្ញុំចឹងក៏មកនិយាយញ៉ៃជាមួយបងប្រុសខ្ញុំទៀតអីតមកនឹងទូឯស្រីយើងក៏បានដើរចេញទៅហ្នឹងទៅឲ្យទៅឯស្រីយើងទូឯប្រុសយើងហ្នឹងនៅតែពីរនាក់ហ្នឹងតមកទូឯប្រុសយើងក៏បាននិយាយថាស្អែកនេះខ្ញុំនឹងទៅវត្តធម្មពលនៅក្នុងសាលាយើងឲ្យអ្នកដឹងតមកទៀតហ្នឹងទូឯស្រីយើងក៏បាននិយាយថាប្រយ័ត្នខ្លួនទៅកុំនិយាយបានតែមាត់ប្រយ័ត្នខ្លួនបានប្រយ័ត្នខ្មាស់គេអាលេនវាបាននិយាយថាចាំមើលអ្នកនឹងសោកស្ដាយនៅអ្វីដែលអ្នកបាននិយាយតមកប្អូនស្រីគេនឹងក៏បានលើកទឹកចិត្តគេថាបងប្រុសនឹងអាចធ្វើបាននឹងមានធម៌ពលដ៏អស្ចារ្យបន្ទាប់មកហ្នឹងក៏ដល់រាត្រីស្ងប់ស្ងាត់អាលេនវាកំពុងតែដេកដល់ស្ងប់ស្កល់បន្ទាប់មកទៀតហ្នឹងចៃហុងយីយើងក៏បានចេញមកហើយក៏បាននិយាយថាអ្នកត្រូវទទួលខុសត្រូវអ្វីដែលអ្នកបានធ្វើគឺអ្នកបានថើបស្នាមថើបបងរបស់ខ្ញុំអ្នកត្រូវតែទទួលខុសត្រូវអស់មួយជីវិតតមកកើតមកព្រឹកឡើងហ្នឹងប្រូលីនយើងក៏បានដើរចេញហើយក៏បានស្ទុះយ៉ាងលឿនការនំប៉័ងមួយបងស្រីគេក៏បាននិយាយថាបងប្រុសទៅធ្វើឲ្យបានស៊ូស៊ូបន្ទាប់មកអាលេនក៏បាននិយាយថាកុំភ័យអីបងស្រីបងប្រុសនឹងធ្វើវាឲ្យបាននឹងសាក់លបងផ្លូវចិត្តមួយនេះបន្ទាប់មកប្រូលីនយើងបានគិតក្នុងចិត្តថាវាដើមមានអារម្មណ៍ថាតម្រងនងវាដូចជាខូចហើយវាក៏បានមានអារម្មណ៍ថាយប់មិញដូចជាដេកយល់សពថាចៃហុងយីបានដេកជាមួយវាបានចាប់lạiអាលេននេះឡើងយប់មិញចៃហុងយីស៊ីស៊ីនវាអស់លេងអ្នកដែរបានតែតមកសាលារៀនទីមានឈ្មោះថាគឺសាលារៀនបរិស្មោះស្នេហ៍អូច្រឡំគឺសាលាប្រជុំខាងក្នុងចែជួបាននិយាយថាតើនេះគឺជាម៉ោងប៉ុណ្ណាហើយមិនទាន់មានអ្នកណាមករៀនទៀតតមកលោកគ្រូបាននិយាយថាចូលអ្នកទាំងអស់គ្នាតម្រង់ជួយដើម្បីធ្វើតេស្តទាំងអស់គ្នាសិស្សទាំងអស់គ្នាចាប់ផ្ដើមទៅមកទីហ្នឹងប្រូលីនយើងក៏បាននិយាយថាសុំជីផ្លូវមួយទៅមកទីហ្នឹងសក់ក្រហមវារកវត្តកែងដាក់ប្រូលីនយើងណាបន្ទាប់មកវាបាននិយាយថាលីនតើឯងនៅរស់ទៀតមែនលីនតើអ្នកកំពុងធ្វើអ្វីនៅទីនេះបន្ទាប់មកប្រូលីនយើងក៏បាននិយាយថាតើនេះគឺជាយន្តយ៉ាងមែនទេអូ sorry បងប្អូនគឺឈ្មោះយ៉ាងយីទេបាទតើរួមទៅបងប្អូនគ្នាយ៉ាងយីហ្នឹងវាអត់ចូលចិត្តអាលីនទេពួកវាគឺជាសត្រូវស្លាប់រស់នឹងគ្នាបន្តមកហ្នឹងអាយ៉ាងយីបាននិយាយថាខ្ញុំមិនបានរំពឹងថាអ្នកហ៊ានមកធ្វើតេស្តធំសម្រាប់នឹងទីទេបន្តមកប្រូលេងយើងក៏ទៅតែភ្ញាក់ខ្លួនដឹងថាគឺអាយ៉ាងយីដែលបានបញ្ជូនគេមកធ្វើសម្រាប់វានៅក្នុងធំសម្រាប់ពីការនោះតមកទៀតអាកម្មការយើងក៏បាននិយាយថាការតេស្តជំនាញរបស់យើងគឺចាប់ផ្ដើមជាផ្លូវការហើយនៅពេលនេះតាមមិនអាណាចង់សាកល្បងទេនៅពេលនេះបន្តមកគឺខ្ញុំដែលចង់សាកល្បងតមកគេបានដើរផងគេក្នុងចិត្តផងគេថាគេគឺជាមនុស្សដំបូងគេត្រូវតែធ្វើឲ្យវាបានបន្តមកវាក៏បានចោះដៃដាក់ទៅវត្តនឹងថាពលលើដងទីស្តាល់បន្តមកវាក៏បានដឹងថាមុខជំនាញថាពលរបស់វាគឺជាអ្នកធ្វើមហោបអូធ្លាក់បាត់បន្តមកទៀតណាចេញកដាប្រកូនឲ្យបរាជ័យទៀតអូខេដល់វេនរបស់អាយ៉ាងយីហើយដែលមកធ្វើតេស្តជំនាញគឺជាគ្រូសត្រូវរបស់ប្រូលេងយើងហ្នឹងណាបន្តមកហ្នឹងអាលេនយីបានដាស់តឿនថាពលវាគឺជាចចកទ្វារពិសាចគឺជាចចកខ្មោចបន្តមកទៀតហ្នឹងចែជូយើងក៏បាននិយាយថាអាយ៉ាងយីគឺវាមានថាពលភ្ញាក់ឡើងដល់ងាយស្រួលគឺទ្វារវិសាចចចកឥឡូវនេះដល់វិញតួឯករបស់យើងហើយដែលបានកំពុងតែឡើងទៅតែធម្មពលរបស់គេថាមានវិបត្តិយ៉ាងណាតែមិនតបានឡើងផងអ្នកកុំត្រូវទេប្រហែលបានសោចំអកគេយ៉ាងខ្លាំងបន្តមកអាយ៉ាងយីបានគេក្នុងចិត្តថាអ្នកខ្មាស់គេបន្ទាប់ពីអ្នកបានឡើងទៅលើនោះចុយមកនេះមើលងាយចុយមកបន្តបានតែក្នុងថោគេបាត់ចិត្តឯ3 4ជើងនេះតែខុសការរំពឹងទឹកប្រូលេងយើងបានគិតថាអូអ្នកកុំត្រូវគេសោយប្រហែលចិត្តថាគេនឹងសង្ហាអស្ចារ្យហើយមកទៅបន្តមកទៀតហ្នឹងលោកគ្រូក៏បាននិយាយថាលីនស៊ីវអ្នកកំពុងតែភ្លេចគ្រូតខោហើយបន្តមកប្រូលេងយើងក៏បាននិយាយថាចុយប្រាយហើយឡើងភ្លេចគ្រូតខោខ្មាស់គេមែនតើបន្តមកទៀតប្រូលេងក៏បានសម្រួលអារម្មណ៍ហើយក៏បានគិតក្នុងចិត្តថាអ្វីដែលគេធ្វើពេលនេះគឺត្រូវតែសម្រួលអារម្មណ៍យកទៅតែឲ្យបានដើម្បីឲ្យបងអូនស្រីគេឃើញថាគេមានសមត្ថភាពប៉ុណ្ណាបន្តមកទៀតហ្នឹងគឺសេចក្តីយើងក៏បានចប់ហើយបាទ